ជាដំបូងខ្ញុំសូមជម្រាបសួរទៅកាន់លោកគ្រូនិងសួស្តីអ្នកគ្នាសម្រាប់ធ្វើជាមីកាំងថ្ងៃនេះក្រុមពួកខ្ញុំនឹងធ្វើការបទបង្ហាញពីចម្ពោះទី3នៃមុខវិជ្ជាក្រមសីលធម៌និងច្បាប់នៃព័ត៌មានបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលផ្ដោតលើឧក្រិដ្ឋកម្មកុំព្យូទ័រនិងអ៊ីនធឺណិតនៅក្នុងពិភព Digital សន្តិសុខបច្ចេកវិទ្យាព័ត៌មានមានសារៈសំខាន់ណាស់អញ្ចឹងទៅចម្ពោះនេះពួកយើងនឹងធ្វើការបង្ហាញពីការការពារទិន្នន័យការកើនឡើងនៃបញ្ហាដែលអាចធ្វើឲ្យមានចរាចរណ៍ក្នុងសន្តិសុខនិងការវាយប្រហារទូទៅក្រុមរបស់ខ្ញុំដែលមានសមាជិក6នាក់នឹងបកស្រាយពីប្រធានបទនេះខ្ញុំនឹងចាប់ផ្ដើមពីមូលហេតុដែលឧបទ្ទវហេតុទាំងនេះកើតឡើងឲ្យច្រើនអញ្ចឹងគោលបំណងនៅក្នុងចំណុចនេះគឺយើងមានសំណួរសួរថាតើអ្វីទៅគឺជា ethical trade off ក្នុងការការពារទិន្នន័យហេតុអ្វីបានជា ethical trade off ហ្នឹងកើតឡើងហើយតើការវាយប្រហារទូទៅហ្នឹងមានអ្វីខ្លះហើយយើងនឹងក៏ស្វែងយល់អំពីការជន់ល្មើសការរងគ្រោះនិងការឆ្លើយតបពីបញ្ហាដែលបានកើតឡើងដែររបៀបដោះស្រាយនៅបញ្ហាដូច្នេះហេតុអ្វីបានជាឧបទ្ទវហេតុកុំព្យូទ័រមានបញ្ហាធំបែបនេះឥឡូវនេះចឹងឧបទ្ទវហេតុទាំងនេះគឺមានសារៈសំខាន់ចំពោះការគម្រាមកំហែងដល់សុវត្ថិភាពអាជីវកម្មហើយនិងព័ត៌មានផ្ទាល់ខ្លួនជាដើម privacy ជាដើមក្នុងពេលដែលស្ថាប័នត្រូវការពារទិន្នន័យនិងរក្សាដំណើរការឲ្យមានរលូនធម្មតាទៅប៉ុន្តែចំនួនឧបទ្ទវហេតុសន្តិសុខ IT នៅទូទាំងពិភពលោកក៏នៅមានការកើនឡើងមួយដែលខ្លះជាការព្រួយបារម្ភដ៏ធំមួយដែរអញ្ចឹងទៅឧបទ្ទវហេតុកុំព្យូទ័រកើតឡើងញឹកញាប់ពីព្រោះដោយសារបច្ចេកវិទ្យាឥឡូវវាអភិវឌ្ឍលឿនហើយនឹងមានការស្មុគស្មាញជាងមុនការទាមទាររបស់អ្នកប្រើប្រាស់បង្កឲ្យមានការបាត់បង់សុវត្ថិភាពនិងការពង្រីកនៅ network ដែលនាំឲ្យនៅបញ្ហាថ្មីជាច្រើនការចែករំលែក password ដែលអត់មានពីណាជាអ្នកចាត់ចែងត្រឹមត្រូវនិងកម្មវិធីដែល outdate ដែលអត់មាន security ការពារនៅក្នុងកម្មវិធីហ្នឹងអញ្ចឹងនេះហើយគឺជាមូលហេតុដែលឧបទ្ទវហេតុកុំព្យូទ័រកំពុងតែកើនឡើងជាច្រើនរាល់ថ្ងៃនេះអញ្ចឹងឥឡូវនេះយើងស្ដាប់ពីសមាជិកក្រុមយើងមួយនាក់ទៀតអំពីការវាយប្រហារដែលចាប់ផ្ដើមពីវីរុសនិងពពួកវមសូមឲ្យទៅមិត្តភ័ក្តិសមាជិករបស់ក្រុមរបស់ខ្ញុំឈ្មោះយៀបឈីនតើគាត់អាចបញ្យល់បានទេថាលក្ខណៈសំខាន់របស់វីរុសនិងវមហ្នឹងគឺជាអ្វីហើយវាផ្ដល់ផលប៉ះពាល់ចំប្រព័ន្ធកុំព្យូទ័រយ៉ាងដូចម្ដេចខ្លះអញ្ចឹងជាដំបូងខ្ញុំចូលបកស្រាយអំពី virus អញ្ចឹងវាគឺជាកម្មវិធីមួយដែលបង្កឲ្យកើតឡើងដើម្បីបង្កគ្រោះថ្នាក់ដល់កុំព្យូទ័រឬក៏ធ្វើឲ្យអ្នកប្រើប្រាស់វាមានថាពេលតម្លើងកម្មវិធីណាមួយឬហោតម្លើងកម្មវិធីលើ website ណាដែលអត់ស្គាល់អញ្ចឹងពេលដែលយើងតម្លើងទៅវានឹងមានមេរោគឬអីមកអញ្ចឹងវាធ្វើឲ្យកុំព្យូទ័រយើង slow ឬក៏ដើរយឺតអីចឹងទៅអញ្ចឹងបើយើងចង់លក្ខណៈកម្ចាត់អាពួក virus ហ្នឹងយើងត្រូវមានកម្មវិធីដូចជាកម្មវិធីកម្ចាត់មេរោគឬក៏កម្មវិធីផ្សេងចឹងទៅអញ្ចឹងវាមានពពួកមេរោគកុំព្យូទ័រហ្នឹងវាមានច្រើនផ្សេងទៀតដូចជាមាន Trojan worm ជាដើមអញ្ចឹងមេរោគពពួក virus នេះវាផ្ដល់ផលប៉ះពាល់ដល់កុំព្យូទ័រយើងជាច្រើនដូចជាវាធ្វើឲ្យកុំព្យូទ័រយើងយឺតពេលដែលចាប់ផ្ដើមបើកដំបូងហើយវាពេលដែលយើងបើកហើយក៏វាយឺតចឹងពេលដែលយើងដំណើរការផ្សេងក៏វាយឺតដែរហើយវាលោតលើអេក្រង់អីផ្សេងឬក៏ចេញជាពួក dark web ឬក៏ចេញជាពួក screen អីដែរពួក hacker ដាក់ឲ្យយើងចឹងទៅហើយពេលខ្លះយើងបើកប្រើទៅក៏វាអាចធ្វើឲ្យកុំព្យូទ័រយើងរលត់ក៏ថាបានដែរហើយក៏ពេលខ្លះវាលោតចេញផ្ទាំងពណ៌ខៀវឬក៏លោតអីសារអីផ្សេង message អីដែរជា message ចម្លែករបស់ពួក hacker ឬក៏របស់ពួក virus ហ្នឹងអញ្ចឹងចំណុចដែលខ្ញុំនិយាយពី virus ហ្នឹងគឺតែប៉ុណ្្នឹងអញ្ចឹងជាចំណុចបន្តនិយាយពីពួក worm ម្ដងអញ្ចឹង
worm គឺជាមេរោគសាមញ្ញធម្មតាតែវាអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់កុំព្យូទ័រដោយទាញយកទំហំល្បឿននៃបណ្ដាញនិងការប្រើនៅទំហំផ្ទុកលើម៉ាស៊ីនកុំព្យូទ័រវាធ្វើឲ្យចម្លងមេរោគច្រើនហើយវាក៏អាចមានផ្ទុកនៅដំណើរការឬលទ្ធភាពហៅថា payload ដែលអាចបំផ្លាញកុំព្យូទ័រយើងបានអញ្ចឹងករណីខ្លះវាអាចវាយប្រហារដោយប្រើកុំព្យូទ័រដែលឆ្លងមេរោគដើម្បីផ្ញើ spam និងធ្វើការវាយប្រហារទៅកាន់គោលដៅណាមួយអញ្ចឹងយើងយល់ដឹងអំពីរបៀបយល់ដឹងអំពីមេរោគកុំព្យូទ័រវ៉ាន់និងការការពារដំណើរមានថានិយាយពីគឺដំណើរការនិងផលប៉ះពាល់អញ្ចឹងសញ្ញានៃការឆ្លងមេរោគកុំព្យូទ័រវ៉ាន់មានដូចមានដូចជាវាដំណើរការកុំព្យូទ័រមានភាពយឺតយ៉ាវដូចអា virus មិនដែរហើយកុំព្យូទ័រដំណើរការកាំងនិយាយទៅអាមេរោគពីរហ្នឹងវាស្រដៀងតែគ្នាទេគាត់ថាវាមានផលប៉ះពាល់ផ្សេងគ្នាហើយកម្មវិធីបើកនិងដំណើរការវាដោយស្វ័យប្រវត្តិមានថាពេលខ្លះយើងចុចទៅវាកម្មវិធីផ្សេងឬក៏ software ផ្សេងវាបើកអូតូឲ្យយើងហ្នឹងទៅហើយពេលខ្លះវា open browser អីផ្សេងដែលយើងអត់បានប្រើអញ្ចឹងកុំព្យូទ័រវាមានលក្ខណៈខុសពីប្រក្រតីដូចជាលោតសារលោតរូបភាពឬក៏សំឡេងនិងផ្សេងទៀតមួយទៀតវាមានអាសារគេហៅសារព្រមានដែលណាខ្លះពេលខ្លះយើងចុចកម្មវិធីដែលខុសចឹងទៅវាលោតចេញជាសារដើម្បីគម្រាមទាមលុយយើងបើថាយើងអត់ធ្វើតាមវាទេវានឹងធ្វើឲ្យកុំព្យូទ័រយើងកាំងឬក៏អាចដំណើរការបានចឹងទៅមួយទៀតវាការឆ្លងមេរោគអាចបណ្ដាលមកវាថាឆ្លងមេរោគហ្នឹងវាបណ្ដាលឲ្យមានបញ្ហាផ្សេងទៀតប៉ុន្តែការកើនឡើងនៅសញ្ញាណខាងសញ្ញាណញឹកញាប់អាចបញ្ជាក់ថាកុំព្យូទ័រហ្នឹងវាឆ្លងមេរោគវ៉ាំមានថាលោត message ច្រើនពេកក៏វាលោតអាហ្នឹងក៏គេហៅ worm ដែរអញ្ចឹងចំណុចរបស់ខ្ញុំមានប៉ុណ្្នឹងទេពីរហ្នឹងអញ្ចឹងចំណុចរបស់គាត់នេះក៏បានបញ្យកពីកម្មវិធីវីរុសដែលបានរីករាលដាលតាមឯកសារនិងអ៊ីមែលដែលបានឆ្លងនិងអ៊ីមែលដែលបានឆ្លងនិងវិធីដែល worm អាចចម្លងតាមដោយខ្លួនឯងតាមដោយមិនបាច់ពី user នៅពេល user ដឹងដោយមិនមានការ alert ទៅកាន់ user គឺចូលដោយលុយលាក់បានហើយអាចបណ្ដាបាត់បង់ទិន្នន័យឬក៏ជាលុយកាក់ជាដើមឬក៏អាចទាមទារជាលុយកាក់ជាដើមឬឲ្យប្រព័ន្ធរបស់យើងបាត់អញ្ចឹងឥឡូវនេះយើងនឹងធ្វើការផ្លាស់ប្ដូរទៅនិយាយអំពី Trojan Horse និង Spam វិញម្ដងជីងហោះតើអាចបញ្យល់បានទេថាតើ Trojan Horse និង Spam copy virus នឹងបងដូចម្ដេចហើយហេតុអ្វីបានជាវាខ្លាចជាការវាយប្រហារសន្តិសុខពេញនិយមបំផុតតែនៅក្នុងដែលយើងកំពុងឈមមុខសពថ្ងៃផងសូមជួយណែនាំឈ្មោះហើយនឹងក្រុមមកចឹងជំរាបសួរអ្នកនាងខ្ញុំឈ្មោះហងជីងហោមកពីក្រុម SU12 ចឹងចំណុចរបស់ខ្ញុំមកនិយាយអំពី Trojan Horse ជាមួយនឹង Spam ចឹងជាដំបូងខ្ញុំនឹងប្រាប់អំពី Trojan Horse នឹងវាគឺជាគេ Trojan Horse នឹងវាគឺជាកូដមួយដែលវាលាក់នៅក្នុងprogram មួយដែលយើងគិតថាវាអត់មានយើងគិតថាវាអត់មានបញ្ហាទេនៅពេលដែលយើង install យើងគិតថាprogram មួយហ្នឹងមានប្រយោជន៍សម្រាប់យើងពេលយើង install ទៅអត់មានបញ្ហាហើយអញ្ចឹងវាអាចបោកប្រាស់ទៅលើ user ទៅ install ទៅ download វាអញ្ចឹងហើយវាអាចឆ្លងតាមរយៈ email attachment ដូចជា email attachment អា file ហ្នឹងហើយជាមួយ download តាម website ផ្សេងជាដើមអញ្ចឹងចូលមកTrojan Horse នេះលក្ខណៈទូទៅរបស់វាយើងស្វែងយល់ពីមេរោគ Trojan Horse ហ្នឹងនិងរបៀបការពារចាលក្ខណៈទូទៅរបស់ Trojan Horse ហ្នឹងមេរោគ Trojan Horse វាគឺជាប្រភេទនៃកម្មវិធីកុំព្យូទ័រដែលមើលទៅអាចមានមុខងារមានប្រយោជន៍ដូចបាននិយាយលើអញ្ចឹងគិតថា
មុខងារ program ហ្នឹងគឺមានប្រយោជន៍ទេតែតាមការពិតទៅវាជាមេរោគមួយដែលវាមានលទ្ធភាពអាចបំផ្លាញទៅលើតិន្នន័យរបស់យើងអាចគ្រប់គ្រងទៅលើកុំព្យូទ័ររបស់យើងអញ្ចឹងត្រូវតែ Trojan horse ហ្នឹងវាអាចបំបែកខ្លួនដូចមេរោគដទៃទៀតទេប៉ុន្តែមេរោគវមហើយជាមួយនឹងមេរោគផ្សេងទៀតគឺវាអាចភ្ជាប់មកជាមួយនឹង Trojan horse Trojan horse ហ្នឹងតែវាមានលទ្ធភាពក្នុងការលួចចូលប្រព័ន្ធកុំព្យូទ័ររបស់យើងអញ្ចឹងមេរោគ Trojan horse ហ្នឹងវាមិនមែនជាមេរោគពេញលក្ខណៈទេប៉ុន្តែវាត្រូវបានចាត់ទុកជាមេរោគដែលជ្រៀតចូលប្រព័ន្ធដើម្បីធ្វើការបំផ្លាញរបស់កុំព្យូទ័ររបស់យើងអញ្ចឹងមនុស្សច្រើនតែហៅវាថាTrojan ដើម្បីសម្ដៅបញ្ជាក់ថាមេរោគដែលមិនអាចបំបែកខ្លួនដូចមេរោគផ្សេងទៀតអូខេអញ្ចឹងដល់ចំណុចមួយទៀតគឺដំណើរការនិងផលប៉ះពាល់របស់វាគឺមេរោគ Trojan horse ហ្នឹងគឺវាមានការពិបាកនឹងកត់សម្គាល់ប៉ុន្តែវាមានការសង្ស័យបានដូចជានៅពេលដែលយើងបានចូលទៅបើកវាដោយចៃដន្យហើយវានឹងទាញយកកម្មវិធីដែលអត់ល្អផ្សេងហ្នឹងដែលយកត្រូវការហ្នឹងវាចូលមកឬក៏មេរោគចម្លងចូលកុំព្យូទ័ររបស់យើងអញ្ចឹងឧទាហរណ៍តែបើសិនជាយើងចង់ទៅ download ទៅ file attachment មួយណានៅ application នៅលើ website មួយណាអញ្ចឹងយើងអត់ទាន់ដឹងថាវាofficial ឬក៏អត់ទេតែយើងច្រឡំដៃចុចអញ្ចឹងអាបញ្ហាមួយហ្នឹងឯងដែលអាចឆ្លងនៅ Trojan horse ហ្នឹងដែលដឹងខ្លួនអញ្ចឹងមេរោគ Trojan horse ហ្នឹងវាត្រូវបានចែកជាច្រើនប្រភេទទៅតាមមុខងារដែលដំណើរការនៅលើកុំព្យូទ័រហ្នឹងវាមានច្រើនអញ្ចឹងខ្ញុំអត់អាចនិយាយបកស្រាយបានទាំងអស់ឯងគ្រាន់តែខ្ញុំអាចប្រាប់ពីខ្លះថាវាធ្វើគេអញ្ចឹងវាមាន Trojan backdoor ហ្នឹងវាជាមេរោគមួយដែលអនុញ្ញាតឲ្យអ្នកដែលសរសេរកូដដែលចង់វាបហាទៅលើកុំព្យូទ័ររបស់យើងហ្នឹងអាចគ្រប់គ្រងទៅលើកុំព្យូទ័រម៉ាស៊ីនរបស់យើងហ្នឹងដែលបានឆ្លងពីចម្ងាយចាំបាច់មកចិត្តទេអញ្ចឹងគេអាចប្រើមេរោគដែល backdoor មួយហ្នឹងគេអាច access ទៅលើកុំព្យូទ័រយើងនៅក្នុងកុំព្យូទ័ររបស់គេនៅពីចម្ងាយក៏អាច access បានដែរហើយមេរោគមួយទៀតគឺហៅថា exploit វាគឺជាកម្មវិធីដែលមានទុកនៅកូដដែលមានសមត្ថភាពក្នុងការបំបែកចំណុចខ្សោយដើម្បីគ្រប់គ្រងទៅលើកម្មវិធីផ្សេងរបស់យើងនៅលើកុំព្យូទ័ររបស់យើងហ្នឹងអញ្ចឹងមេរោគមួយទៀតគេហៅថា rootkit វាជាប្រភេទកម្មវិធីលួចទិន្នន័យដែលចូលនិយាយទៅពេលយើង download ទៅជាប់ទៅនឹងមេរោគ Trojan horse ហ្នឹងគឺវាមាន rootkit ហ្នឹងវាចូលទៅដើម្បីលួចទិន្នន័យរបស់យើងហើយមានTrojan banker ដោយទៅនឹងឈ្មោះអញ្ចឹងវាជាមេរោគមួយដែលបង្កើតឡើងនៅក្នុងគោលបំណងយកគណនីធនាគាររបស់យើងដើម្បីទៅលួចយកប្រាក់តាមរយៈ online banking e-payment និង credit ឬក៏ debit card ជាដើមហើយមានTrojan DDoS ហ្នឹងគឺជាមេរោគដែលអាចវាបហាបែប DDoS ទៅកាន់ website ណាមួយដោយធ្វើការបញ្ជាទៅលើកុំព្យូទ័ររបស់យើងហើយនៅមានជាច្រើនទៀតមានដូចជា Trojan downloader អាចទាញយកនិងបញ្ចូលមេរោគថ្មីចូលទៅលើម៉ាស៊ីនរបស់យើងដែលយើងអត់ដឹងខ្លួននៅពេលដែលយើងអត់មាន antivirus អីចឹង Trojan dropper គឺមេរោគនេះគឺត្រូវបានប្រើប្រាស់ដោយ hacker ដើម្បីចម្លងមេរោគផ្សេងឬការពារមេរោគដែលអ្នក hacker ហ្នឹងបានដាក់ចូលទៅក្នុងកុំព្យូទ័ររបស់យើងការពារកុំឲ្យ antivirus ដើម្បីចាប់យកអា virus ដែលវាបានដាក់នៅក្នុងកុំព្យូទ័រយើងហ្នឹងអញ្ចឹងអាហ្នឹងយើងតោះរៀងប្រយ័ត្នតិចពេលខ្លះ antivirus ក៏អាចចាប់បានទាំងអស់ដែរបើសិនជាវាដាក់ការពារអញ្ចឹងហើយមាន Trojan fake AV វាជាកម្មវិធីដែលមើលទៅដូចកម្មវិធីកម្ចាត់មេរោគតែការពិតវាជាកម្មវិធីបោកប្រាស់ហើយកម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបោកប្រាស់ផ្នែកហិរញ្ញវត្ថុតម្រូវឲ្យអ្នកទិញហ្នឹងតែធៀបពិតវាមានសមត្ថភាពដូចទៅកម្មវិធីកម្ចាត់មេរោគឡើយTrojan game thief វាគឺជាមេរោគប្រភេទនេះគឺបង្កើតឡើងដើម្បីចូលលួចគណនីអ្នកលេងហ្គេមអនឡាញហើយ Trojan IM កម្មវិធីមេរោគដែលលួចយកគណនី instant messaging ដែលដូចជា ICQ MSN Messenger AOL Instant Messenger Yahoo ឬក៏ Skype ផ្សេងទៀត
ហើយមានTrojan Ransom វាជាមេរោគប្រភេទនេះអាចធ្វើការកែប្រែឯកសារទិន្នន័យនៅលើកុំព្យូទ័ររបស់យើងធ្វើឲ្យកុំព្យូទ័ររបស់យើងដំណើរការខុសប្រក្រតីហើយ Trojan SMS មេរោគនេះអាចធ្វើឲ្យយើងខាតឲ្យអ្នកខាតបង់ប្រាក់ដោយប្រើសារខ្លី text message ពីទូរស័ព្ទរបស់អ្នកទៅកាន់ premium rate phone number ហើយ Trojan Spy ដូចនឹងឈ្មោះអញ្ចឹងកម្មវិធីមេរោគដែលអាចធ្វើចោលកម្មទៅលើកុំព្យូទ័ររបស់យើងវាអាចចាប់យករាល់អក្សរដែលបានចុចទៅលើក្តារ keyboard របស់យើងហើយថតរូបភាពទុកTrojan Mail Finder ជាមេរោគដែលធ្វើការទាញយកខ្សែឋាន mail email address ទាំងអស់ពីកុំព្យូទ័ររបស់យើងហើយវាមានសញ្ញាណមួយចំនួនដែលយើងសង្ស័យថាកុំព្យូទ័ររបស់យើងអាចឆ្លងនឹងមេរោគ Trojan ហ្នឹងអញ្ចឹងដោយការរករកឬនឹង website មានភាពយឺតខុសធម្មតានៅពេលដែលយើងចូលទៅ website យើងចូលទៅ check មើល browser អញ្ចឹងបើសិនជាយើងគិតថាវា slow ជាងធម្មតាពេលខ្លះទៅវាអាចមកពីអ៊ីនធឺណិតតែបើសិនជាយើងច្បាស់ថាយើងអ៊ីនធឺណិតយើងដើរលឿនហើយកុំព្យូទ័រយើងអត់មានបញ្ហាទេអញ្ចឹងអាហ្នឹងជាមុខសញ្ញាមួយឯងដែលយើងអាចឆ្លងទៅនឹង Trojan ហ្នឹងហើយនៅពេលដែលអ្នកពេលបើកុំព្យូទ័រដំបូងមកមានភាពយឺតខុសធម្មតាកុំព្យូទ័ររបស់យើងហ្នឹងបង្ហាញនៅផ្ទាំង website ពាណិជ្ជកម្មលេចឡើងជាប្រចាំដូច ad អញ្ចឹងបើសិនជាកុំព្យូទ័រយើងធម្មតាយើងប្រើនៅលើ local ទេសុក load ខុស ad មកអញ្ចឹងអាហ្នឹងចប់ហើយអញឆ្លងហើយមានការប្រែប្រួលក្នុងកម្មវិធីរុករក browser ដូចជាទៅលើ toolbar និង search engine របស់យើងហើយវាមានicon ថ្មីលើកុំព្យូទ័ររបស់យើងនៅសុកអញ្ចឹង load icon កម្មវិធីថ្មីមកយកបាន install ឡើងអញ្ចឹងមានន័យថាហ្នឹងវាអាចមុខសញ្ញាមួយហើយការកំណត់ setting របស់យើងបើសិនជា setting របស់យើងនៅក្នុងកុំព្យូទ័រយើងសុកវាដូរវាធ្វើការផ្លាស់ប្ដូរវាអត់បានប្ដូរទេហ្នឹងក៏ជាមុខសញ្ញាដែរកុំព្យូទ័ររបស់យើងមានសភាពកាន់តែយឺតទៅអញ្ចឹងTrojan Horse គឺមានតែប៉ុណ្្នឹងហើយដើម្បីការពារទៅលើវាកុំឲ្យរឿងហ្នឹងកើតមានឡើងយើងគួរតែមុននឹង install file ណាមួយឬក៏ attachment ណាមួយទៅលើ website យើងគួរតែមើលសិនយើង check ថាយើង download ហ្នឹងពី website official អត់បើសិនជាអត់ទេយើងគួរតែប្រយ័ត្នឧទាហរណ៍ថាពេលខ្លះអញ្ចឹងយើងជាសិស្សយើងចង់ download file crack Adobe អញ្ចឹងយើងអត់មានលុយទៅបង់ license ឯងយើងទៅមើលផងថា website ហ្នឹងវា official ឬក៏យើងអាចជឿជាក់ថាមាន user ថាបោកថាwebsite ហ្នឹងអត់អីឧទាហរណ៍ថាដូច website get into PC website file SR អញ្ចឹងវាមានអ្នកប្រើប្រាស់ច្រើនហើយអញ្ចឹងយើងអាចគ្រាន់តែជាសិស្សធម្មតាយើង download ទៅវាមិនអីទេអញ្ចឹងមុននឹង download អីមួយគួរតែមើល official ឬក៏យើង install ទៅឡើងទៅលើកម្មវិធី anti virus ហ្នឹងយើងអាច check file ថាវាមានមេរោគឬក៏មានអីចឹងយើងអាច check មើលបានអូខេអញ្ចឹងចូលទៅដល់ spam ក្នុង spam នេះគឺវាអត់មានអីច្រើនទេ spam នេះវាមិនមែនជាមេរោគទេវាគ្រាន់តែជាmessage system មួយដែលគេផ្ញើម្ដងជាច្រើនឧទាហរណ៍ថា message អត់ប្រយោជន៍តែវាច្រើនគេប្រើដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មឬក៏ scam អីចឹងតែពីច្រើនអ្នកដែលគេចង់advertise commercial ណាមួយប៉ុន្តែគេអត់ចង់ប្រើប្រាស់លុយច្រើនទេដោយសារតែហ្នឹងវាអត់សូវថ្លៃហ្មងអញ្ចឹងគេចង់បានប្រើប្រាស់លុយតិចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មណាមួយអញ្ចឹងគេលុយតិចគេចាប់ផ្ដើមផ្ញើ spam message ហ្នឹងទៅគ្រប់គ្នាទាំងអស់ផ្ញើ message ដែលmessage អត់ប្រយោជន៍ណាឬក៏ scam ផ្ញើ message scam ឧទាហរណ៍ថាអ្នកឈ្នះបានរង្វាន់ប៉ុណ្ណាធ្វើយើងចុចអាហ្នឹងជាប្រភេទលក្ខណៈ spam អញ្ចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេព្រោះ spam នេះវាមិនមែនជា virus ទេអញ្ចឹងទៅចំណុចបន្ទាប់គឺឲ្យអ្នកក្រុមខ្ញុំបន្តអញ្ចឹងយើងដឹងហើយរបៀបតែ Trojan ហ្នឹងបានលាក់ចូលនៅក្នុងកម្មវិធីរបស់យើងហើយដែលមើលទៅដូចតែកម្មវិធីហ្នឹងគឺត្រឹមត្រូវអញ្ចឹងកម្មវិធីនេះដូចជាកម្មវិធីមែនទេក៏ប៉ុន្តែកម្មវិធីនេះគឺជាកម្មវិធីឡើងខ្លាយដែល hacker ឬក៏អ្នកធ្វើហ្នឹងដើម្បីដាក់ file virus នៅក្នុងហ្នឹងដើម្បីឲ្យយើង download ទៅហើយរបៀបដែលឲ្យយើងដឹងពីរបៀបដែល plot
spam plot ហ្នឹងដែលធ្វើឲ្យអ្នក email របស់អ្នកប្រើប្រាស់ហ្នឹងចូលពោពេញទៅដោយ email អាច្រើនតបមកបញ្ឆោតឲ្យមានបញ្ឆោត user ហ្នឹងឲ្យចុចនៅលើ email ហ្នឹងដើម្បីកម្រងចង់លួចអ្វីមួយឬក៏លួច privacy របស់គាត់ឬក៏ចម្លងមេរោគទៅកាន់គាត់អញ្ចឹងឥឡូវនេះយើងមើលយើងនឹងមើលថាតើនរណាជានោះនៅពីក្រោយរបស់ការវាយប្រហារទាំងអស់នេះហើយទៅសមាជិកក្រុមចំនួនម្នាក់ទៀតគឺហាក់បន្លងអាចប្រាប់បានទេថាតើនរណាជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មកុំព្យូទ័រចម្លងហើយ phishing មានទួនាទីដូចម្តេចខ្លះសូមជួយណែនាំឈ្មោះក្រុមរបស់សួស្តីអ្នកគ្នាហើយហ្នឹងដែរខ្ញុំមានមតិចង់ចែកម្លែកខ្លះតាក់ទងទៅនឹងការ phishing តើ phishing ហ្នឹងជាអ្វីដូចជាហមនិយាយមិញហ្នឹងphishing ហ្នឹងវាស្តៀងនឹងការ spam ដែរវាគឺជាវិធីសាស្ត្រមួយតែជនអនាមិកធ្វើការប្រើប្រាស់នៅ technology ដើម្បីយកទៅបោកប្រាស់ប្រជាជនដើម្បីបង់ឆោតដើម្បីបញ្ចេញនៅព័ត៌មានជា personal ដូចជា username password ឬក៏កាតធនាគារជាដើមហើយពួកគេភាគច្រើនគឺតែងតែ clone ឬក៏ប្រើប្រាស់នៅ email ខ្លាំងៗក៏ដូចជា website មួយដែលมันប៉ັດដើម្បីឲ្យយើងជឿជាក់ថាគេហាក់ទំព័ររបស់ពួកគេឬក៏ website ពួកគេហ្នឹងគឺជាប្រភេទធនាគារឬក៏ស្ថាប័នណាមួយអញ្ចឹងហើយខ្ញុំសូមលើកឧទាហរណ៍មួយថាអ្នកគ្នាបានទទួល email មួយពីធនាគារដែលสนំពោអ្នកគ្នាហ្នឹងចុច link ដែលបាន send ពីពួកជនអនាមិកហ្នឹងហើយដល់ពេលដែលអ្នកចុច link ដល់ពេលដែលអ្នកចុច link ចូល link URL ហ្នឹងនៅក្នុង website អ្នកគ្នានឹងចូលអ្នកគ្នានឹងឃើញរូបរាងដូចជាគេហទំព័រអ្នកបោកប្រាស់ហ្នឹងដូចទៅនឹង official ដែរប៉ុន្តែបើសិនជាអ្នកគ្នាបំពេញនៅព័ត៌មាននៅក្នុង link URL ភ្លាមនោះអ្នកគ្នានឹងជួបហានិភ័យហើយការ phishing គឺហ្នឹងគឺខ្ញុំសូមលើកយក3ចំណុចសំខាន់ទី1ទាក់ទងទៅនឹង email phishing គឺជាការបោកបញ្ឆោតតាមរយៈ email តាមរយៈការ spam ហើយចំណុចទី2គឺទាក់ទងទៅនឹងsmishing គឺការ spam ទៅលើសារ SMS តាមរយៈលេខទូរស័ព្ទភាគច្រើនsmishing គឺspam ទៅលើល្បែងអនឡាញជាដើមអ្នកនរគ្នាដូចជាការបោកបញ្ឆោតថាយើងហ្នឹងឈ្នះលុយត្រឹមរង្វាន់ជាដើមហើយចំណុចទី3គឺតាក់ទងទៅនឹងphishing ដែលតាក់ទងទៅនឹងការ scam បោកឬក៏បោកប្រាស់ទៅតាមការហៅតាមទូរស័ព្ទភាគច្រើនphishing ហ្នឹងគឺអាចកើតទៅលើមនុស្សចាស់ព្រោះមនុស្សចាស់គាត់ឆាប់ជឿឧទាហរណ៍ថាគាត់បើសិនជាជនបោកប្រាស់គាត់និយាយថាបើសិនជាណែហ្នឹងបាញ់លុយខ្ញុំភ័យឡានោះអ្នកនរគ្នានឹងទទួលបានរង្វាន់អីផ្សេងៗអញ្ចឹងហើយផលប៉ះពាល់នៅ phishing គឺអាចនឹងហានិភ័យទៅដល់ទៅនឹងអីទោះខ្លួនរបស់យើងហើយក៏អាចឈានទៅដល់ការបាត់បង់ប្រាក់អីជាដើមហើយធនាគារត្រូវគេបោកបញ្ឆោតឬអាចចូលទៅប្រើប្រាស់ដែលគ្មានការអនុញ្ញាតដូចជាដើមហើយប៉ះពាល់ទៅដល់សុវត្ថិភាពរបស់ក្រុមហ៊ុនឬក៏អង្គការទាំងមូលហើយតបមកគឺនៅពេលដែលមានហានិភ័យគឺយើងត្រូវតែមានចំណុចមួយដែលត្រូវការពារជៀសវាងពីការ phishing អស់ហ្នឹងឥឡូវខ្ញុំសូមលើកចំណុចសំខាន់ទាំងនោះដំបូងគឺយើងត្រូវកុំចុច link ឬក៏ឯកសារ email ឬក៏ឯកសារដែលមើលទៅអត់ទំនង
ហើយចំណុចទី2គឺពិនិត្យមើលឈ្មោះ email ឬក៏គេហទំព័របានច្បាស់មុននឹងយើងបញ្ចូលទិន្នន័យទៅកាន់ព័ត៌មាន website មួយហ្នឹងហើយចំណុចទី3គឺការប្រើប្រាស់នៅ two factor ដើម្បីបន្ថែមនូវសុវត្ថិភាពកុំឲ្យផ្ដល់លេខសម្ងាត់ឬក៏ព័ត៌មានផ្ទាល់ខ្លួន personal របស់យើងហ្នឹងទៅនរណាគេម្នាក់ហើយចំណុចបន្ទាប់ខ្ញុំនឹងនិយាយអំពីប្រភេទនៃoperator ដែលជាជនប្រព្រឹត្តតើជនប្រព្រឹត្តហ្នឹងណាគេជនប្រព្រឹត្តហ្នឹងគឺជាមនុស្សឬក៏ក្រុមដែលធ្វើសកម្មភាពធ្វើការវាយប្រហារទៅលើបណ្ដាញសង្គមព័ន្ធអ៊ីនធឺណិតឬក៏ social media ជាដើមហើយពួកគេហ្នឹងមានគោលបំណងផ្សេងៗគ្នាដែលយើងអត់ដឹងទេហើយខ្ញុំនឹងលើកពួកប្រភេទជនប្រព្រឹត្តទាំងអស់ហ្នឹងមួយចំណុចតាមមួយចំណុចចំណុចទី1គឺខ្ញុំសូមលើកទៅលើពួកជនពួក thrill seeker តើ thrill seeker ហ្នឹងជាអ្នកគេពួក thrill seeker ហ្នឹងគឺជាមនុស្សដែលចង់សាកនៅបច្ចេកវិទ្យាថ្មីៗដែលពួកគេបានរៀនហ្នឹងហើយដោយចាប់ផ្ដើមដោយចង់បង្ហាញពីសមត្ថភាពផ្ទាល់ខ្លួនពួកគេក៏ធ្វើការមិនច្បាស់ជាមួយនឹងគោលបំណងរបស់ពួកគេដែរតែចង់បានចំណាប់អារម្មណ៍ឬក៏ការលេងសើចតែប៉ុណ្ណោះហើយចំណុចបន្ទាប់គឺខ្ញុំនិយាយពីឧក្រិដ្ឋកម្មសាមញ្ញតែអង់គ្លេសគេហៅថា common criminal តែពួកគេនឹងគឺជាមនុស្សដែលចង់បានប្រាក់ចង់បានលុយឬក៏ផលចំណេញផ្ទាល់ខ្លួនរបស់ពួកគេហើយដោយប្រើប្រាស់ទៅលើវិធីscam ទៅលើព័ត៌មានហិរញ្ញវត្ថុឬក៏ការលួចទៅតាមប្រព័ន្ធអ៊ីនធឺណិត social media ជាដើមហើយចំណុចបន្ទាប់គឺតកតងទៅនឹងជនចោរកម្មឧស្សាហកម្មតើពួកគេជានរណាពួកគេគឺជាមនុស្សឬក៏អង្គភាពតែវាប្រហារដើម្បីលួចនៅព័ត៌មានសម្ងាត់ពីក្រុមហ៊ុនដើម្បីបាននៅអត្ថប្រយោជន៍របស់ពួកគេហើយចំណុចចុងក្រោយគឺខ្ញុំចង់និយាយពីប្រភេទterrorist ដែលជាក្រុមមនុស្សដែលប្រើបច្ចេកវិទ្យា technology ថ្មីដែលពួកគេបានបង្កើតហ្នឹងដើម្បីធ្វើការបង្កបញ្ហាបំផ្លាញទៅលើភាពវឹកវរនៅក្នុងសង្គមឬក៏ប្រព័ន្ធសុវត្ថិភាពជាដើមហើយខ្ញុំចំណុចចុងក្រោយគឺខ្ញុំចង់និយាយថាជននីមួយគឺមានគោលបំណងខុសៗគ្នានិងធនធានមិនស្មើភាពគ្នាដូចជាកម្រិតនិងហានិភ័យរបស់ពួកគេក៏ខុសគ្នាដែរហើយចំណុចបន្ទាប់នឹងគឺជាចំណុចមួយដែលសំខាន់តកតងទៅនឹង hacker និង cracker តើវាខុសគ្នាដោយបណ្ឌិតទីមួយខ្ញុំសូមនិយាយពី hacker តើពួក hacker ហ្នឹងជាអ្នកគេhacker ហ្នឹងគឺជាមនុស្សដែលចូលចិត្តស្រាវជ្រាវលើ technology ថ្មីរបស់ពួកគេដើម្បីសាកល្បងជាមួយនឹងប្រព័ន្ធកុំព្យូទ័រជាដើមដើម្បីស្វែងរកនៅអ្វីថ្មីពីគោលបំណងរបស់ពួកគេហើយមនុស្ស hacker ទាំងអស់ហ្នឹងគឺភាគច្រើនគឺជាមនុស្សដែលឆ្លាតមានជំនាញទៅលើ technology ខ្ពស់ហើយពេលខ្លះពួកគេគឺក្រុម hacker ខ្លះពួកគេគឺអត់មានសមត្ថភាពទៅដល់hacker ផ្សេងទេភាគច្រើនគឺពួក hacker ទាំងអស់នោះគឺធ្វើការទិញនៅ software ឬក៏ពី hacker អីមួយផ្សេងទៀតចឹងដើម្បីយកមកតេស្តស្រាវជ្រាវដើម្បីវាប្រហារព័ត៌មានថ្មីហើយមនុស្សប្រភេទទាំងអស់ហ្នឹងគឺគេតែងហៅថា llama ហើយhacker ទាំងអស់គឺមិនមែនសុទ្ធតែជាជនអាក្រក់នោះទេដែលខ្លះគឺឥឡូវគឺខ្ញុំលើកឧទាហរណ៍គឺពួក hacker គឺមាន3ប្រភេទទី1គឺ hacker ពាក់មួកពណ៌ខ្មៅ
ទីពីរគឺhacker ពាក់មួកពណ៌ប្រផេះនិង hacker ពាក់មួកពណ៌សដោយ hacker ពាក់ដែលហៅថា black hat hacker គឺជាពួក hacker មួយដែលធ្វើការដល់អត់នៅក្រោមគ្រប់ការគ្រប់គ្រងរបស់អ្នកគេគឺពួកគាត់ធ្វើអីតែជាមួយនឹងក្រុមរបស់ពួកគាត់ទេហើយសម្រាប់វាយhat hacker គឺពួកគាត់ធ្វើការជាមួយនឹងក្រុមហ៊ុនឬក៏ស្ថាប័នអង្គភាពអីមួយចឹងគឺធ្វើការទៅលើ security របស់ក្រុមហ៊ុនហើយចំណែកឯ grey hacker គឺអត់ធ្វើការឲ្យនរណាគេទេហើយចំណុចបន្ទាប់គឺខ្ញុំទៅលើកនិយាយទៅលើរឿង cracker តាម cracker ហ្នឹងជាអ្នកគេពួក cracker គឺមានជំនាញដូចជាដោយតែនឹងពួក hacker ដែរដែលពួកគេហ្នឹងធ្វើការ hacking បំបែកនៅទៅនឹងនៃ technology ជាពិសេសតាក់ទងទៅនឹង software ដោយពួកគេហ្នឹងមានគោលបំណងអាក្រក់ជាងពួក hacker ហើយពួក cracker ហ្នឹងធ្វើការលួចទៅលើព័ត៌មានបំបែកនៅ password ឬក៏ security software ដោយប្រើប្រាស់ឥតគិតថ្លៃជាដើមដែលធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមហ៊ុន software មួយចំនួនហើយ cracking គឺជាទម្រង់នៃការ hacking ប៉ុន្តែវាមានសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់ជាសាច់ប្រាក់និងថវិកាដែលប៉ះពាល់ទៅដល់វិស័យផលិតsoftware ជាដើមអញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងអញ្ចឹងឥឡូវនេះយើងបានដឹងហើយថា phishing គឺជាឧបករណ៍ដែលពួកគេចូលចិត្តប្រើប្រាស់ដើម្បីលួចព័ត៌មានឬក៏ថវិកាបន្ទាប់មកយើងដឹងនៅវិធីដើម្បីគ្រប់គ្រងវានិងកាត់បន្ថយនៅបញ្ហាទាំងនេះហើយឥឡូវខ្ញុំសូមទៅឲ្យសមាជិកក្រុមខ្ញុំម្នាក់ទៀតជាថៃឡុងតើសារធាតុសំខាន់នៃដំណើរការ multi layer process សម្រាប់គ្រប់គ្រងចំណុចខ្សោយសន្តិសុខមានអ្វីខ្លះហើយវាជួយឲ្យយើងឆ្លើយតបទៅនឹងចំនួនបញ្ហាដែលកំពុងកើតឡើងដល់ពេលនេះសូមជួយណែនាំឈ្មោះអញ្ចឹងជាសួរលោកគ្រូនិងសួស្តីទាំងអស់គ្នាខ្ញុំបាទឈ្មោះជីវថៃឡុងមកពីក្រុម SU 1.2 អញ្ចឹងថ្ងៃនេះខ្ញុំមកនិយាយអំពី implementing trustworthy computing អញ្ចឹងវាចែកចេញជា4មាន security privacy rivality business integrity អញ្ចឹងសមត្ថភាពនៃប្រព័ន្ធឬបណ្ដាញណាមួយការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាគោលនយោបាយនិងមនុស្សតម្រូវឲ្យមានសកម្មភាពជាច្រើនដើម្បីឲ្យមានប្រសិទ្ធភាពហើយប្រព័ន្ធតែត្រូវបានត្រួតពិនិត្យដើម្បីរកឃើញថាអាចធ្វើទៅបានហើយអាសយដ្ឋាននៃការប្រតិវិកម្មច្បាស់លាស់មានការជួលដំណឹងការការពារផុសតាងការកំណត់ហេតុសកម្មភាពការថែទាំការទប់ស្កាត់ហើយនឹងការលុបបំបាត់និងការងើបឡើងវិញហានិភ័យការវិតម្លៃនៃហានិភ័យអញ្ចឹងយើងមកនិយាយអំពី risk assessment មានន័យថាការវិតម្លៃហានិភ័យអញ្ចឹងដំណើរការវិតម្លៃហានិភ័យតាក់ទងនឹងសុខភាពទៅកាន់កុំព្យូទ័រនិងបណ្ដាញរបស់ស្ថាប័នពីការគម្រាមកំហែងទាំងខាងក្នុងនិងខាងក្រៅហើយការកំណត់នៃវិនិយោគដែលបានការការពារបានយ៉ាងល្អបំផុតពីភាគច្រើនការគម្រាមកំហែងធ្ងន់ធ្ងរនិងទំនោរអញ្ចឹងតើដំណើរការនៃការវិតម្លៃនេះយើងចែកចេញជា8ផ្នែកទី1កំណត់ទ្រព្យសម្បត្តិដែលគួរឲ្យព្រួយបារម្ភបំផុតទី2កំណត់ព្រឹត្តិការណ៍ការបាត់បង់ដែលអាចកើតឡើងទី3វិតម្លៃលទ្ធភាពនៃការគម្រាមកំហែងសក្តានុពលនីមួយៗទី4កំណត់ផលប៉ះពាល់នៃការគម្រាមកំហែងនីមួយៗទី5កំណត់ពីរបៀបការគម្រាមកំហែងនីមួយៗអាចត្រូវបានបន្ធូរបន្ថយទី6វិតម្លៃលទ្ធភាពនៃជំរើសកាត់បន្ថយហើយនឹងទី7ធ្វើការវិភាគដើម្បីទប់ទល់នឹងការចំណាយនិងចុងក្រោយគឺការបង្កើតគោលនយោបាយសន្តិសុខអញ្ចឹងយើងមកចូលដល់ចំណុចមួយទៀតអំពីការបង្កើតគោលនយោបាយសន្តិសុខ establishing a security policy អញ្ចឹងគឺជាការគោលនយោបាយសន្តិសុខកំណត់តម្រូវ
ការសន្តិសុខរបស់អង្គការការគ្រប់គ្រងនិងការដាក់ទណ្ឌកម្មដែលត្រូវការដើម្បីបំពេញតាមតម្រូវការកំណត់ការទទួលខុសត្រូវនិងអបាយអបកិរិយាអំពើពុករលួយគូបញ្ជាក់នៅអ្វីដែលត្រូវធ្វើនិងមិនមែនប្រៀបធ្វើដែលយើងមិនមែនរបៀបធ្វើនោះទេហើយនឹងកលការប្រព័ន្ធស្វ័យប្រវត្តិគួរតែឆ្លុះបញ្ចាំងពីការសរសេរគោលនយោបាយតំបន់ដែលមានការព្រួយបារម្ភនិងឯកសារភ្ជាប់អ៊ីមែលឧបករណ៍អត់ខ្សែហើយនឹងការដោះដូររវាងភាពងាយស្រួលនៃការប្រើប្រាស់បង្កើនសុវត្ថិភាពអូខេអញ្ចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងសូមឲ្យសវណ្ណរាគាត់និយាយចំណុចរបស់គាត់បន្តទៀតអញ្ចឹងដោយសារមានប្រព័ន្ធការពារច្រើនស្រទាប់ហើយនឹងមានការអប់រំរបស់អ្នកប្រើប្រាស់ដែលយើងអប់រំអ្នកប្រើប្រាស់ឲ្យចេះប្រើហើយរឿងឲ្យស្គាល់ពីរបស់ហ្នឹងបញ្ហាហ្នឹងយើងអាចសម្រេចបាននៅការធានាសុវត្ថិភាពក្នុងកម្រិតមួយបានប្រជុំផងដែរប៉ុន្តែតើអ្វីដែលកើតឡើងបើសិនជាបញ្ហាហ្នឹងកើតឡើងដើម្បីក្រោយតើវាអាចនឹងយើងអាចនឹងឆ្លងកាត់នៅបញ្ហាហ្នឹងបានទាំងស្រុងដែរឬទេអញ្ចឹងសវណ្ណរាខ្ញុំឲ្យទៅសមាជិករបស់ក្រុមខ្ញុំម្នាក់ទៀតគឺសវណ្ណរាតើត្រូវធ្វើសកម្មភាពអ្វីខ្លះដើម្បីឆ្លើយតបទៅនឹងឧបទ្ទវហេតុទាំងនេះហើយតើកុំព្យូទ័រ forensics មានតួនាទីសំខាន់ដូចម្តេចក្នុងការស៊ើបអង្កេតនិងស្ដារឡើងវិញនៅប្រព័ន្ធមួយនេះសូមជួយណែនាំឈ្មោះអរគុណកាំងគេចាប់ឡើងខ្ញុំបាទឈ្មោះសន្តារាហើយចូលលោកគ្រូហើយសួស្តីទាំងអស់គ្នាហើយនេះជាចំណុចចុងក្រោយរបស់ពួកយើងហើយចំណុចរបស់ខ្ញុំផងដែរគឺខ្ញុំនិយាយអំពីការការពារនៅក្នុងការការពារពីពួក virus ហើយនិង hacker អ្វីលក្ខណៈហ្នឹងគឺខ្ញុំមាន4ទី1ខ្ញុំមាន prevention ទី2ខ្ញុំមាន detection ទី3ខ្ញុំមាន response ហើយចុងក្រោយគឺមាន computer forensics ប៉ុន្តែខ្ញុំចង់មកបញ្យល់វាតាមដំណាក់កាលសិនទី1ចង់និយាយពី prevention គឺជាអីគេ prevention ជាការការពារនៅក្នុងឧក្រិដ្ឋកម្មកុំព្យូទ័រនិងអ៊ីនធឺណិតវាមានន័យថាវាមានថាការធ្វើវិធានការដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មកុំព្យូទ័រមិនឲ្យកើតឡើងបានវានិយាយសាមញ្ញទៅវាដូចជាការចាក់សោទ្វារកុំព្យូទ័រហ្នឹងកុំឲ្យអ្នកគេចូលចឹងជាពិសេសពួក virus និងពួក hacker ហ្នឹងទៅដែលវាមានផលប៉ះពាល់ទៅដល់កុំព្យូទ័រហ្នឹងហើយដើម្បីបញ្ជៀសនៅការមានបញ្ហាទី1ខ្ញុំចង់ឲ្យប្រើពាក្យសម្ងាត់ដែលខ្លាំងហើយមិនសូវដូចគេហើយកុំឲ្យវាងាយស្រួលក្នុងការចាំពេកទី2តម្លើងកម្មវិធីការពារមេរោគដែលគេហៅថា antivirus និង firewall ទី3កុំបើក email ឬតំណភ្ជាប់ link មិនស្គាល់ភាគច្រើនអ្វីដែលកើតឡើងតែគេអាច access ចូលមកក្នុងកុំព្យូទ័រយើងបានភាគច្រើនគឺការបើក email ឬក៏តំណភ្ជាប់ link ហ្នឹងហើយដោយសារយើងដឹងថាemail មកពីណា link មកពីណាតែយើងចេះតែចុចទៅគេអាចនឹងទទួលបានព័ត៌មានពីយើងបានឆាប់រហ័សដោយមិនចាំបាច់ទៅសុំយើងទី4ធ្វើបច្ចុប្បន្នភាពប្រព័ន្ធនិងកម្មវិធីឲ្យទាន់សម័យហើយទី5គឺបំរុងទុកទិន្នន័យសំខាន់ៗជាប្រចាំហើយមានឧទាហរណ៍មួយដូចជាមានក្រុមហ៊ុនមួយដើរកម្មវិធីការពារមេរោគពីច្រើនក្រុមហ៊ុនក្នុងពេលសម័យបច្ចុប្បន្ននេះគឺគេប្រើកម្មវិធីការពារមេរោគនឹងម្ដងបណ្ដាបុគ្គលិកកុំឲ្យចុច link ផ្លេចដែរតែវាជា email ដឹងមកពីណាទេនឹងយកឲ្យចុចទេព្រោះវាជួយការការពារកុំឲ្យអ្នកចូលលួចនិងមេរោគវាបង្ហាប្រព័ន្ធរបស់ពួកគេហើយមិនតែប៉ុណ្ណោះការលួចមិនប្រកាសថាអ្នកខាងក្រៅចាំតែលួចទេយើងមាននេះមួយទៀតដែលភាគច្រើនគឺលួចដែលគេហៅថា insider ហ្នឹងគឺជាលក្ខណៈថាដូចក្រុមការងារឬក៏អ្នកធ្វើការក្រុមហ៊ុននឹងជាមួយនឹងគេមានគេអាចខ្លាចជាអ្នកលួចទិន្នន័យរបស់យើងបានដែរហើយដើម្បីទប់ស្កាត់នៅប្រតិកម្មកុំព្យូទ័រនិងអ៊ីនធឺណិតហ្នឹងយើងត្រូវការប្រព័ន្ធពីមនុស្សនៅក្នុងក្រុមហ៊ុនផងដែរមនុស្សទាំងនេះអាចជាបុគ្គលិកអ្នកសហការដែលប៉ុនប៉ងលួចឬបំផ្លាញទិន្នន័យរបស់យើងហើយវិធីការពារពីពួក insider គឺការពារពីអ្នកខាងក្នុងដែលមានបំណងអាក្រក់
វាដូចជាអនុញ្ញាតឲ្យមានតែអ្នកជាទុកចិត្តប៉ុណ្ណោះដែលអាចចូលដើម្បីការទិន្នន័យសំខាន់ដែលគេដឹងហើយពេលបុគ្គលិកចាក់ចេញត្រូវតែលុបកណីការចូលប្រើនិងពាក្យសម្ងាត់របស់គេភ្លាមដើម្បីកុំឲ្យពួកគេចូលប្រើប្រព័ន្ធវិញហើយទី3កំណត់ទូរនទីច្បាស់បែងចែកភារកិច្ចសំខាន់មនុស្សខុសៗគ្នាដើម្បីកុំឲ្យមនុស្សតែម្នាក់គ្រប់គ្រងប្រព័ន្ធទាំងអស់ទី4កំណត់សិទ្ធិអ្នកប្រើប្រាស់ដើម្បីបង្កើតកណីនិងសិទ្ធិអ្នកប្រើប្រាស់បែបផ្សេងដើម្បីឲ្យមនុស្សនីមួយៗអាចធ្វើបានតែអ្វីដែលពាក់ព័ន្ធនឹងការងាររបស់ខ្លួនប៉ុណ្ណោះហើយនេះជាចំណុច prevention ហើយចំណុចបន្តគឺអំពី detection ដូច្នេះគឺជាការរកឃើញក្នុងឧក្រិដ្ឋកម្មកុំព្យូទ័រនិងអ៊ីនធឺណិតមានន័យថាការរកឃើញនោះពេលដែលមានអ្វីមិនប្រក្រតីឬអាក្រក់ដែលកើតឡើងក្នុងកុំព្យូទ័រឬបណ្ដាញគឺយើងអាចដឹងបាននិយាយសាមញ្ញទៅវាដូចជាប្រព័ន្ធយុទ្ធនាមួយចឹងនៅពេលដែលមានតែគេហាក់ចូលឲ្យមិននៅពេលដែល detection ត្រួតពិនិត្យមើលទៅគឺឃើញថានរណាគេអាចចូលបានគេចូលមើលខ្លះហើយគោលបំណងនៃការរកឃើញគឺដើម្បីដឹងអំពីឧក្រិដ្ឋកម្មកុំព្យូទ័រឲ្យបានឆាប់មុនពេលបង្កការខូចខាតធ្ងន់ធ្ងរវិធីធ្វើការរកឃើញហ្នឹងគឺប្រើកម្មវិធីសុវត្ថិភាពដើម្បីតាមដានប្រព័ន្ធសង្កេតឃើញសកម្មភាពគួរសង្ស័យដូចជាការចូលប្រើមិនស្គាល់ឬការផ្លាស់ប្ដូរឯកសារមិនធម្មតាដាក់ប្រព័ន្ធជួយដំណឹងពេលមានអ្វីមិនប្រក្រតីហើយឧទាហរណ៍បើសិនបើមានប្រព័ន្ធរបស់ក្រុមហ៊ុនបង្ហាញថាមានការប៉ុនប៉ងបុគ្គលនេះបុគ្គលនោះបានចូលប្រើជាច្រើនពីប្រទេសមួយផ្សេងឬក៏ក្រុមសុវត្ថិភាពអាចរកឃើញថាពីជាការវាយប្រហារពីអ្នកចូលរួចឥឡូវយើងទៅចំណុចទី3គឺនិយាយអំពី response ការឆ្លើយតបនៅក្នុងឧក្រិដ្ឋកម្មកុំព្យូទ័រនិងអ៊ីនធឺណិតគឺមានន័យថាការធ្វើសកម្មភាពបន្ទាប់ពីរកឃើញការវាយប្រហារឬឧក្រិដ្ឋកម្មនិយាយសាមញ្ញការឆ្លើយតបគឺជាសកម្មភាពដែលមនុស្សធ្វើភ្លាមបន្ទាប់ពីរកឃើញបញ្ហាដើម្បីបញ្ចប់ការវាយប្រហារស្ថានភាពនិងការពារមិនឲ្យមានរឿងអ្វីកើតឡើងម្ដងទៀតហើយគោលបំណងដើម្បីកាត់បន្ថយការខូចខាតនៃស្ថានភាពឲ្យដំណើរការវិញមកលឿនបំផុតហ្នឹងគឺយើងមានវិធីសាស្ត្រចំនួន5ទី1ផ្នែកកុំព្យូទ័រផ្នែកកុំព្យូទ័រដែលត្រូវការវាយប្រហារចេញពីបណ្ដាញហ្នឹងទី2ផ្លាស់ប្ដូរវាសម្ងាត់និងការកំណត់សុវត្ថិភាពទី3រាយការណ៍ទៅឲ្យប៉ូលីសឬក្រុមសុវត្ថិភាពខាងបច្ចេកវិទ្យាទី4ស្ដារសិទ្ធិនៃពីការរំទុកដែលគេហៅថា backup ហើយទី5ចុងក្រោយគឺវិភាគអំពីអ្វីដែលបានកើតឡើងដើម្បីការពារមិនឲ្យវានឹងកើតឡើងម្ដងទៀតវាដូចជាខ្ញុំនិយាយទៅមានឧទាហរណ៍មួយបើគេវាប្រហារតាមអ៊ីនធឺណិតលើគេហាក់ទំព័រក្រុមហ៊ុនក្រុម IT អាចនឹងមានការបិទគេហទំព័រភ្លាមជួសបញ្ហាហ្នឹងហើយស្ដារវាហើយស្ដារស្ថានភាពកុំឲ្យវាខ្លាចទៅជារឿងអាក្រក់ដែលកើតឡើងទៅជាអភិជនការបាត់បង់បាត់បង់ website or something ផ្នែកណាមួយសំខាន់របស់ក្រុមហ៊ុនឥឡូវយើងមកដល់ចំណុចទី4នៅចុងក្រោយគេដែលខ្ញុំចង់និយាយអំពី computer forensics ហើយ computer forensics គឺយើងបកប្រែថាវិទ្យាសាស្ត្រផ្នែកកុំព្យូទ័រហើយវិទ្យាសាស្ត្រផ្នែកកុំព្យូទ័រហ្នឹងនៅក្នុងឧក្រិដ្ឋកម្មកុំព្យូទ័រនិងអ៊ីនធឺណិតមានន័យថាការប្រមូលទៅការសិក្សានិងការវិភាគផុសតូតាំង digital ដើម្បីរកឃើញថានរណាបានប្រព្រឹត្តឧក្រិដ្ឋកម្មវាកើតឡើងដោយម្ដេចនិងមានការខូចខាតអ្វីខ្លះនិយាយសាមញ្ញដូចអ្នកស៊ើបអង្កេតចឹងដូចយើងស៊ើបអង្កេតគឺអ្នកស៊ើបអង្កេតក្នុងរឿងមាននឹងឯកើតឡើងគឺគេស៊ើបអង្កេតថាអានេះមកពីណាមានបញ្ហាចាប់ពីនេះដំបូងទៅនោះដល់ចុងក្រោយហើយវិធីសាស្ត្រដែលអាចការពារតែវិធីសាស្ត្រដែលcomputer forensics វាធ្វើការគឺស្ដារឯកសារដែលបានលុបរលាក់តាមដានអ្នកវាយប្រហារតាមអាស័យដ្ឋាន IP ឬ email វិភាគកំណត់ត្រាប្រព័ន្ធ system lock និងទិន្នន័យក្នុងកុំព្យូទ័រប្រមូលផុសតាំងដែលមិនបំផ្លាញឬផ្លាស់ប្ដូរព័ត៌មានហើយសម្រាប់ចំណុចនេះខ្ញុំមានឧទាហរណ៍មួយគឺបើក្រុមហ៊ុនមួយត្រូវបានការវាយប្រហារពីអ៊ីនធឺណិតប៉ូលីសប្រើវិទ្យាសាស្ត្រកុំព្យូទ័រ
ដើម្បីស្វែងរកថាអ្នកណាវាប្រហារមកពីណាឬយកឯកសារទៅអ្វីខ្លះនិងប្រមូលផ្ដុំតាមបណ្ដឹងតុលាការគឺគេអាចស៊ើបតាមដូចប្រាប់យើងថាតាមអាសយដ្ឋានតាម IP ឬ email អសន្តិគឺវាអញ្ចឹងហើយស្របសេចក្តីមកវិញឧបករណ៍សរុបសេចក្តីមកវិញនៅពេលការពារកុំព្យូទ័រមិនន័យក្រុមហ៊ុនត្រូវសម្រេចថាតើព័ត៌មានក្នុងប្រព័ន្ធដែលសំខាន់បំផុតហើយត្រូវការពារជាចម្បងគឺជាការសម្រេចចិត្តដែលត្រឹមត្រូវនិងឯកជនភាពនិងសុវត្ថិភាពនិងជាការគ្រប់សិទ្ធិរបស់មនុស្សហើយឧបករណ៍កុំព្យូទ័រដែលប្រហែលជាអ្នកអាចស្គាល់ដែលគេហៅថា common explode ហ្នឹងគឺមានដូចជា virus worm trojan horse DDoS attacks rootkits spam phishing and missing wishings hackers ហើយសំទោសហើយអ្នកប្រព្រឹត្តដែលពីច្រើនជាអ្នកវាយលុកនៅក្នុងក្រុមហ៊ុននេះហ្នឹងពីច្រើនគឺជា hacker crackers malicious insider industrial spies cyber criminal and hacktivists and ជាចុងក្រោយគឺ cyber terrorist ហើយអរគុណដែលបានស្ដាប់ការបកស្រាយរបស់ខ្ញុំនេះជាគេបញ្ចប់អរគុណលោកដែលបាននឹងសិស្សទាំងអស់គ្នាបាទចឹងយើងបានភាសាពីការពារនិងការធ្វើបច្ចុប្បន្នភាពតាម insurance system និងការឆ្លើយតបពីការត្រួតពិនិត្យនិងកំណត់សកលភាពស្តង់ដារតាម app ហើយ computer furnishing គឺជាសាស្ត្រសម្រាប់ការបង្កើតសម្រាប់ការស៊ើបអង្កេតនៅក្នុងព័ន្ធ digital ផងដែរអញ្ចឹងដើម្បីសង្ខេបដើម្បីឲ្យមាន security ល្អយើងត្រូវការគឺជាការទទួលខុសត្រូវរួមគ្នាតាំងពីយើងខ្លួនឯងរហូតដល់អ្នក IT ផងដែរអញ្ចឹងនេះជាការបញ្ចប់ការបង្ហាញរបស់យើងអំពីកិច្ចកម្មកុំព្យូទ័រនិងអ៊ីនធឺណិតសូមអរគុណលោកគ្រូ